នេះពេលថ្មីកន្លងទៅនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX គឺ Elon Musk បានអមដំណើរប្រធានាធិបតីអាមេរិក Donald Trump ទៅទស្សនកិច្ចនៅក្នុងប្រទេសចិនជាមួយគ្នានេះគឺមានការលើកឡើងអំពីទស្សនៈរបស់ចិនចំពោះមហាសេដ្ឋីរូបនេះដោយបានលើកឡើងថាលោកគឺជាបុគ្គលដែលមានចក្ខុវិស័យខ្ពស់ផងនិងជាតួអង្គចម្រុងចម្រាស់ផងតើមានអត្ថន័យយ៉ាងណាសូមបញ្ចេញតាមដានទស្សនាបន្តនៅក្នុងប្រទេសចិនកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក Elon Musk គឺជាបុគ្គលដែលទទួលបានទាំងការស្រឡាញ់និងការរិះគន់ក្នុងពេលតែមួយមហាសេដ្ឋីនិងជាម្ចាស់ក្រុមហ៊ុន Tesla រូបនេះត្រូវបានគេកោតសរសើរថាជាអ្នកមានចក្ខុវិស័យខ្ពស់ក៏ប៉ុន្តែលោកក៏ធ្លាប់រងនឹងការរិះគន់ពីសំណាក់អាជ្ញាធរចិននិងសាធារណជនជុំវិញបញ្ហានៃការដោះស្រាយបណ្ដឹងអតិថិជនផងដែរលើសពីនេះអធិពលរបស់ក្រុមហ៊ុន SpaceX និងបណ្ដាញផ្កាយរណប Starlink បានធ្វើឲ្យកងទ័ពរំដោះប្រជាជនចិនមានការព្រួយបារម្ភខណៈដែលគម្លាតសមត្ថភាពរវាង Tesla និងគូប្រកួតប្រជែងចិនកាន់តែរួមតូចទៅលោក Elon Musk កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ឥទ្ធិពលរបស់ខ្លួនក្នុងទីផ្សារមួយនេះនាពេលថ្មីនេះលោក Elon Musk រួមជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំជាច្រើនទៀតដូចជាលោក Tim Cook និងលោក Jensen Huang បានរួមដំណើរជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបពិភាក្សាជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅវិមានប្រជាជនចិននៅថ្ងៃប្រហ័សសប្តាហ៍នេះលោក Elon Musk បានប្រាប់នាយកព័ត៌មានថាលោកចង់សម្រេចឲ្យបាននូវរឿងល្អជាច្រើនក្នុងប្រទេសចិននាយកប្រតិបត្តិក្រុមហ៊ុន Xiaomi សូមថតរូប selfie ជាមួយ Elon Musk នៅពេលនោះលោក Lee Chun ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ដែលជាអ្នកគាំទ្រម្នាក់របស់ Elon Musk បានសុំថតរូប selfie ជាមួយស្ថាបនិក Tesla មុនពេលចាប់ផ្ដើមពិធីលាងសាយភោជថ្នាក់រដ្ឋរូបភាពដែលបានចែកចាយយ៉ាងលឿននិង viral ពេញបណ្ដាញសង្គមគឺបង្ហាញឲ្យឃើញថាលោក Elon Musk ហាក់មានការធុញទ្រាន់បន្តិចដោយបានលើកចិញ្ចើមនិងដកដង្ហើមធំមុនពេលរូបថតត្រូវបានថតអ្នកលេងបណ្ដាញសង្គមចិនបាននាំគ្នានិយាយលេងសើចថាលោក Lee Chun ហាក់ត្រូវបាន idol របស់ខ្លួនធ្វើឲ្យមានការអៀនខ្មាស់បន្តិចបើទោះបីជា Tesla កំពុងរងសម្ពាធខ្លាំងលើតម្លៃនិងបច្ចេកវិទ្យាពីក្រុមហ៊ុនចិនក៏ដោយក៏ប៉ុន្តែ Elon Musk នៅតែមានឥទ្ធិពលខ្លាំងលោក Lee Chun ដែលជាអ្នកជំនាញបច្ចេកវិទ្យាចិននៅ Brooklyn Institute បានលើកឡើងថាអតិភិបបច្ចេកវិទ្យារបស់ចិនគឺស្របគ្នាស្ទើរតែទាំងស្រុងទៅនឹងអ្វីដែល Elon Musk កំពុងធ្វើដែលរួមមានរថយន្តអគ្គិសនីបញ្ញាសិប្បនិម្មិតមនុស្សយន្តនិងផ្កាយរណបបញ្ហាប្រឈមជាមួយ SpaceX និង Starlink ខណៈដែលអាជីវកម្មរថយន្តមានភាពរលូនអាជីវកម្មផ្កាយរណប SpaceX របស់លោក Elon Musk បែរជាត្រូវបានយោធានិងអ្នកការទូតចិនរិះគន់យ៉ាងខ្លាំងការប្រើប្រាស់ Starlink ក្នុងចំនួនរវាងរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើឲ្យចិនមានការប្រុងប្រយ័ត្ននិងជំរុញឲ្យចិនបង្កើតបច្ចេកវិទ្យាផ្ទាល់ខ្លួនដើម្បីប្រកួតប្រជែងអ្នកស្រាវជ្រាវយោធាចិនបារម្ភថាសហរដ្ឋអាមេរិកនិងលោកខាងលិចអាចនឹងប្រើប្រាស់ Starlink ក្នុងចំនួនដែលអាចកើតមាននៅតំបន់អាស៊ីidol សកលនិងទំនាក់ទំនងអាជីវកម្មបើទោះបីជាបណ្ដាញសង្គម X ត្រូវបានហាមឃាត់ក្នុងប្រទេសចិនក៏ដោយប៉ុន្តែ Elon Musk មានអ្នកតាមដានដល់ទៅ 1.3 លានអ្នកលើបណ្ដាញសង្គម Weibo របស់ចិនហើយលោកត្រូវបានគេប្រសិទ្ធនាមថាជាបងប្រុសម៉ាឬ Brother Ma និងជា Global Idol សូម្បីតែម្ដាយរបស់លោកក៏ក្លាយជាបុគ្គលល្បីឈ្មោះក្នុងប្រទេសចិនផងដែរបច្ចុប្បន្នលោក Elon Musk កំពុងមានគម្រោងទិញឧបករណ៍សម្រាប់ផលិតបន្ទះសូឡាពីចិនក្នុងតម្លៃ $1.9 ពាន់លានហើយ Tesla ក៏កំពុងសុំការអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធបើកបរដោយខ្លួនឯងឬហៅថា Full Self Driving ក្នុងប្រទេសចិនគួរជម្រាបផងដែរថាក្នុងរយៈពេលជាយូរមកហើយការកើនឡើងនៃឧស្សាហកម្មរថយន្តក្នុងស្រុករបស់ចិនគឺជាការគំរាមកំហែងធំបំផុតចំពោះប្រជាប្រិយភាពរបស់លោក Elon Musk ដោយដែលស្ថាបនិក Block Supercharge បានលើកឡើងថានៅពេលដែលក្រុមហ៊ុនចិនដេញទាន់ឬលើសពីអាណាចក្របច្ចេកវិទ្យារបស់ Elon Musk កិត្យានុភាពរបស់លោកអាចនឹងធ្លាក់ចុះក៏ប៉ុន្តែលោកនៅតែជានិមិត្តរូបក្នុងវិស័យបច្ចេកវិទ្យាចិនចំពោះអ្វីដែលលោកបានធ្វើកន្លងមក